ប្រទេសកម្ពុជាបានទទួលយកអនុសញ្ញាអន្តរជាតិពាក់ព័ន្ធកិច្ចការស្ត្រីនិងកុមារហើយក៏បានបង្កើតនូវច្បាប់និងគោលនយោបាយជាក់លាក់មួយចំនួនក្នុងការការពារដល់កុមារនិងស្ត្រីដែលងាយរងគ្រោះទាំងនោះប៉ុន្តែចំណេះដឹងធនធាននិងសមត្ថភាពនៅតែជាបញ្ហានៅឡើយសម្រាប់សហគមន៍ហេតុនេះយន្តការមួយចំនួនចាំបាច់ត្រូវពង្រឹងបន្ថែមដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់អំពើហិង្សាក្នុងគ្រួសារជាពិសេសលើកុមារនៅតែកើតមានដែលយើងទាំងអស់គ្នាត្រូវជួយដោះស្រាយបញ្ហាទាំងនេះបានបង្កឲ្យកុមារទទួលរងនឹងការវាយដំការរំលោភបំពានទាំងផ្លូវភេទផ្លូវកាយពលកម្មលើកុមារការជួញដូរនិងការធ្វើចំណាកស្រុកដើម្បីស្វែងរកការងារដែលទាំងនេះជាកង្វល់របស់រដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗទៀតជាច្រើនឆ្នាំមកហើយរួមចំណែកឆ្លើយតបលើបញ្ហានេះអង្គការ Plan អន្តរជាតិកម្ពុជាបានផ្ដួចផ្ដើមនូវគម្រោងមួយដែលមានឈ្មោះថាបណ្ដាញសុវត្ថិភាពគ្រួសារដើម្បីការពារនិងទប់ស្កាត់គ្រប់ទម្រង់នៃការរំលោភលើស្ត្រីនិងកុមារថាគេទៅដល់ពីមើគូទៅដល់ប្រពន្ធមិនទាន់ដាំបានមិនទាន់អុយចាប់ក្បួចសក់ប្រពន្ធយ៉ាងទៅដាល់ថ្ងៃឃើញបែកមុខដេញម៉ោងប្រហែលជា11ទៅ12យប់បានប្តីនឹងចូលផ្ទះអញ្ចឹងប្រពន្ធនឹងក៏សួរហេតុផលថាបងមកពីលក់ឲ្យបងទៅណាអញ្ចឹងណាបានជាខ្ញុំរកអត់ឃើញហើយតំណែងតំណងមួយបងអត់បានទេអញ្ចឹងប្តីនឹងក៏មានការខឹងស្វាងអញដើរតិចតួចអីមិនបានទេអញ្ចឹងណាវាប៉ះពាល់លើផ្លូវចិត្តមិនបានទៅរៀនសូត្រនឹងឲ្យចេះដឹងគេណាមួយគ្នាពិបាកចិត្តក្រែងមកដល់ឲ្យផ្ទះទៅឃើញឪពុកម្ដាយនឹងវាយគ្នាទៅកូនអាចរៀនបញ្ចូលក៏មានដែរពីមុនមិនមានអ្នកណាម្នាក់ចាប់អារម្មណ៍ទៅលើបញ្ហារបស់កុមារហើយបើដូចជារឿងអំពើហិង្សាក្នុងគ្រួសារគិតថានេះជារឿងរបស់គ្រួសារគេអត់យកចិត្តទុកដាក់ការប្រើកូនគាត់ទៅដកទៅស្ទូងទៅដកទៅលងឲ្យទៅគាត់គិតថាជាពលកម្មកុមារទេអញ្ចឹងគាត់ធ្វើម៉េចឲ្យគាត់ប្រយោជន៍ដល់ខ្លួនគាត់ហើយគាត់អត់ឲ្យកូនទៅគាត់ទៅរៀនទេចាប់តាំងពីឆ្នាំ2006មកគម្រោងនេះបានអនុវត្តលើ35ឃុំ6ស្រុកក្នុងខេត្តកំពង់ចាមនិងសៀមរាបដោយមានការសហការរវាងអាជ្ញាធរមូលដ្ឋានអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកនិងក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការស្ត្រីនិងកុមារនៅកម្រិតឃុំសង្កាត់ស្រុកនិងខេត្តព្រមទាំងសហគមន៍និងកុមារផងដែរបណ្ដាញការពារសុវត្ថិភាពគ្រួសារមានគោលបំណង4សំខាន់គឺទី1ក្មេងប្រុសនិងក្មេងស្រីនៅក្នុងសហគមន៍គោលដៅយល់ពីសិទ្ធិរបស់ពួកគេនិងប្រើប្រាស់នូវចំណេះដឹងទាំងនោះដើម្បីការពារខ្លួនពួកគេពីគ្រប់ទម្រង់នៃការរំលោភបំពានទី2ពង្រឹងតួនាទីបណ្ដាញសុវត្ថិភាពគ្រួសារក្នុងការផ្សព្វផ្សាយនិងការការពារស្ត្រីនិងកុមារទី3ពង្រឹងសមត្ថភាពនិងលទ្ធភាពក្នុងការថែរក្សានិងការពារកុមារនៅគ្រប់កាលៈទេសៈដល់ឪពុកម្ដាយឬអាណាព្យាបាលទី4អាជ្ញាធរមូលដ្ឋានក្រុមប្រឹក្សាឃុំសង្កាត់ក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការស្ត្រីនិងកុមារទាំងនៅថ្នាក់ឃុំស្រុកនិងខេត្តត្រូវពង្រឹងសមត្ថភាពនិងការទទួលខុសត្រូវក្នុងការការពារស្ត្រីនិងកុមារអំពើហិង្សាគឺជាការរំលោភបំពានណាលើរូបរាងកាយលើផ្លូវចិត្តលើផ្លូវភេទឬខាងផ្លូវសេដ្ឋកិច្ចដែលមាននៅក្នុងរង្វង់គ្រួសារណាកុមារគឺជាទំពាំងស្នងឫស្សីយើងចាំបាច់ចូលរួមទាំងអស់គ្នាដើម្បីបណ្ដុះបណ្ដាលធនធានមួយដ៏មានសារៈសំខាន់អញ្ចឹងកុមារជាអ្នកបន្តវេនប្រសិនបើកុមារនោះមិនមានចំណេះដឹងមិនមាននៅចំណេះធ្វើបទពិសោធន៍អិរិយាបថល្អនៅក្នុងសង្គមទេធ្វើឲ្យសង្គមមិនរីកចម្រើននោះទេអញ្ចឹងប្រសិនបើយើងផ្ដល់នៅចំណេះដឹងផ្សេងតាក់ទងទៅដល់ពួកគាត់ឲ្យពួកគាត់ស្វែងយល់នៅចំណេះដឹងទាំងអស់នឹងហើយសង្គមយើងប្រកាសជាមានភាពរីកចម្រើនក្រុមគ្រួសាររបស់យើងប្រកាសជាមិនមានអំពើហិង្សាទៀតនោះទេឥឡូវវាយឲ្យដល់ប្រពន្ធនឹងយ៉ាងម៉េចដល់គេវាយទៅបាទទីសឡប់ហ្នឹងនៅក្នុងគម្រោងបណ្ដាញការពារសុវត្ថិភាពគ្រួសារនេះគឺទីមួយគឺធ្វើយ៉ាងណាដើម្បីយន្តការនៃការការពារនឹងឲ្យគាត់ដើរបានល្អហើយយើងអ្វីគោលសំខាន់គឺថាគោលបំណង3គឺយើងទប់ស្កាត់
គប់ស្កាត់ការពារហើយនឹងអន្តរាគមតែទប់ស្កាត់យើងធ្វើម៉េចគឺយើងមានតាក់ទងនឹងបដោះបដាលគាត់ឲ្យគាត់យល់ដឹងពីសិទ្ធិកុមារពីការរលប់បំពេញពីការជួញដូរពីការកេងប្រវ័ញ្ចផ្លូវអីហ្នឹងផ្សេងៗទាំងអស់ហ្នឹងគឺយើងបដោះបដាលវគ្គតាមរយៈការសិក្ខាសាលាការចូលរួមសិក្ខាសាលាតាមរយៈអីផ្សេងៗទៀតគាត់តាំងពីធ្វើការមកគាត់តែងតែមកជួយសួរសុខទុក្ខខ្ញុំរហូតចាគាត់មកសួរខ្ញុំនឹងសុខទុក្ខគាត់មានពេលដែលបុគ្គលិកសង្គមរបស់យើងគាត់ចុះទៅធ្វើការនៅភូមិស្រាប់តែមានការរាយការណ៍ថាមានករណីរំលោភក្មេងអញ្ចឹងកើតឡើងណាចាអញ្ចឹងយើងទាំងអស់គ្នាណាទាំងមេធាវីទាំងបុគ្គលិកសង្គមយើងបានតាក់ទងគ្នាហើយយើងបានតាក់ទងទៅអាជ្ញាធរដើម្បីឲ្យចុះមកជួយក្មេងជាបន្ទាន់ខ្ញុំជាសមាជិកខ្ញុំនាំប្តីមកកន្លែងប៉ុស្តិ៍ដើម្បីធ្វើការអប់រំបាទអញ្ចឹងកាលណាបើយើងមិនធ្វើការអប់រំទេការសំណពូរបស់ជនរងគ្រោះផ្ទុយឆន្ទៈរបស់គាត់ណាយើងមិនអាចអត់ត្រូវសេចក្តីទៅការរបស់គាត់បានគិតមានការងារវៃតប់គ្នាក៏ជួយសម្រួលហើយក៏វាមានវិធានការទប់ស្កាត់ធ្វើជាលក្ខន្តិកៈហៅមកណែនាំហើយគឺឲ្យគិតបដិញ្ញាចិត្តកែប្រែធ្វើជាកំណត់ហេតុកត់សម្គាល់ទៅតាមគ្រួសារដែលមានពើសានការដោះស្រាយរបស់អាជ្ញាធរភូមិឃុំគាត់នៅមានកម្រិតឡើយឧទាហរណ៍ជាក់ស្ដែងបទល្មើសរំលោភសេពសន្តិវៈមួយគាត់សម្របសម្រួលឲ្យក្មេងជនរងគ្រោះនិងជនល្មើសរៀបការជាមួយគ្នាដើម្បីថាកុំឲ្យមានភាពអាម៉ាស់ទៅដល់កុមារនោះបាទប៉ុន្តែជាក់ស្ដែងក្នុងច្បាប់គេអត់បាននិយាយអញ្ចឹងទេអញ្ចឹងបើកាលណាបុគ្គលណាម្នាក់ត្រូវរំលោភទៅលើបុគ្គលណាម្នាក់អញ្ចឹងបុគ្គលនោះត្រូវបានជាប់ពន្ធនាគារចាមុនខ្ញុំចុះផ្សព្វផ្សាយដល់សហគមន៍ហ្នឹងស្ថានភាពគ្រួសារដូចថាក្នុងសហគមន៍យើងមានអំពើហិង្សាក្នុងគ្រួសារច្រើនទើបខ្ញុំចាប់យកភូមិណាមួយជាអត្ថិភាពចុះផ្សព្វផ្សាយមុនគេពីបញ្ហាអំពើហិង្សាក្នុងគ្រួសារហ្នឹងចាហើយក្រោយពីផ្សព្វផ្សាយហើយខ្ញុំសួរព័ត៌មានទាំងឡាយដែលតាក់ទងនៅក្នុងសហគមន៍ដូចជាអំពើហិង្សាគ្រួសារការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារក្មេងប្រើប្រាស់គ្រឿងញៀនក្មេងបបង់ការសិក្សាហើយនឹងក្មេងងាយរងគ្រោះក្នុងគ្រួសារដែលការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារហ្នឹងក៏ត្រូវតែគាត់ផ្ដល់មកខ្ញុំយកបញ្ហាហ្នឹងទៅប្រជុំកកនគរឃុំជារៀងរាល់ខែម្ដងដើម្បីផ្សព្វផ្សាយចែកព័ត៌មានហ្នឹងទៅដល់ក្រុមប្រឹក្សាឃុំដើម្បីរកវិធីរកដំណោះស្រាយជូនព័ត៌មានត្រឡប់មកគាត់វិញអំពើហិង្សានៅក្នុងគ្រួសារហ្នឹងវារំលោភមកវាមាន4ប្រភេទទី1លើរូបរាងកាយទី2លើផ្លូវចិត្តទី3លើផ្លូវភេទទី4លើផ្លូវសេដ្ឋកិច្ចចានឹងដែលខ្ញុំមានអារម្មណ៍ថាបើពេលណាខ្ញុំចេញទៅពីនឹងទៅខ្ញុំអាចថាបើអ្នកណាមិនបានចូលរួមប្រជុំនឹងខ្ញុំអាចផ្សព្វផ្សាយបានខ្លះតែមិនសពទាំងអស់ទេបាទនេះគឺជាដូចខ្ញុំហៅបងប្អូនទាំងអស់អំពីមីងទាំងអស់មកថ្ងៃនេះតែខ្ញុំបង្ហាញពីរូបភាពនេះដូចឧទាហរណ៍ថាខ្ញុំចុះនេះដូចបងប្អូននេះអង្គុយជុំវិញគ្នាចាបន្ទាប់ពីខ្ញុំបានទទួលបានមេរៀនទាំងអស់ហ្នឹងហើយខ្ញុំទទួលបាននៅចំណេះដឹងបន្ថែមពីឃុំអ្នកដែលមានបច្ចេកទេសផ្ដល់បច្ចេកទេសឲ្យខ្ញុំអញ្ចឹងណាការបង្រៀនឲ្យខ្ញុំអញ្ចឹងខ្ញុំត្រូវផ្សព្វផ្សាយទៅដល់សហគមន៍ការផ្សព្វផ្សាយហ្នឹងមិនមែនបានន័យថាតលតែយើងហ្នឹងចង់និយាយថាយើងប្រជុំជាក្រុមធំហ្មងបានថាផ្សព្វផ្សាយទេអញ្ចឹងពេលណាដែលខ្ញុំមានពេលវេលាឬមួយក៏ខ្ញុំត្រូវទៅផ្ទះអ្នកម្ដាយម្នាក់ហ្នឹងមានការអីមួយចឹងទៅខ្ញុំអាចមើលស្ថានភាពថាតើគ្រួសាររបស់គាត់ហ្នឹងអាចមានពេលគាត់មិនសូវជាធ្វើការងារគាត់អាចមានពេលខ្លះខ្ញុំអាចបញ្ជ្រាប4-10ម៉ាត់អីចឹងទៅហើយពេលខ្លះចង់និយាយថាមេភូមិគាត់មានកម្មវិធីអីប្រជុំអីចឹងទៅខ្ញុំអាចចូលរួមមួយគាត់ផ្សព្វផ្សាយពីមេរៀនយើងហ្នឹងវិជាពលរដ្ឋដែលធ្លាប់តែប្រើអំពើហិង្សាពីលើកមុននោះក៏គាត់បានរៀងចាលគាត់ឈប់ប្រព្រឹត្តអំពើអស់នឹងមួយចំនួនហើយបាទរីឯមួយចំនួនតូចដែលនៅនឹងដោយសារថាមនុស្សនោះវាច្រើនតែដើរទៅស្រុកឆ្ងាយមិនសូវនៅស្រុកអីចឹងទៅដល់ពេលយើងទៅអប់រំមិនសូវបានជួបទេសម្រាប់ការផ្លាប់ផ្លាយវាមាន
មានបន្តែគាត់ថាអ្នកខ្លះអត់ទាន់ផ្លាស់ប្រែបាន 100% ឯប៉ុន្តែវាអាច 50% ឬ 80% មានអ្នកខ្លះប្រែរហូតតែម្ដងហើយសម្រាប់កុមារការចូលរួមវិញណាតែទៅនឹងមនុស្សចាស់ក៏ដោយដូចថាពីមុនអត់សូវមានការចូលរួមទេតែទៅប្រជុំឲ្យហៅអីកម្រមកតែដល់ពេលមានអង្គការយើងទៅគាត់ក៏ហៅគាត់មកចូលរួមអីចឹងហើយគាត់ចង់ឲ្យយើងមានការប្រជុំឲ្យផ្សព្វផ្សាយអីច្រើនអញ្ចឹងណាក៏មានទូនាទីចូលរួមចំណែកក្នុងការគៀងកោថវិកាពីសប្បុរសជនដើម្បីជួយដល់កុមារងាយរងគ្រោះហើយក្នុងនោះខ្ញុំបានចូលរួមគៀងកោបានថវិកាមួយចំនួនដែលក្នុងនោះយើងបានធ្វើបានចំណូលនិងធ្វើបានចំណាយទិញសម្ភារៈអ្វីសម្រាប់យកចែកក្មេងអស់ហើយក្នុងនោះយើងរហូតដល់បច្ចុប្បន្នហ្នឹងយើងបានសល់ថវិកាសម្រាប់ជួយកុមារងាយរងគ្រោះបន្តទៀតនៅចំនួន $54,800 ពាក់ទងនឹងអង្គការគឺការងាររបស់គាត់ទីមួយគឺគាត់អប់រំផ្នែកផ្លូវច្បាប់ទៅលើសហគមន៍របស់យើងតែនៅក្នុងសហគមន៍របស់យើងតែគាត់មានជាបណ្ដាញឬក៏ជាគេហៅថារចនាសម្ព័ន្ធរបស់គាត់គឺគាត់យកតាមរចនាសម្ព័ន្ធដែលយើងមានស្រាប់របស់រដ្ឋាភិបាលហើយទៅគាត់ជួយទាំងការផ្ដល់ព័ត៌មានជួយទាំងការអប់រំទៅដល់សហគមន៍ហើយបើសិនជាមានបញ្ហាកើតឡើងគាត់ជួយស្វែងរកគេហៅមេធាវីការពារផ្លូវច្បាប់ទៅដល់ជនរងគ្រោះខ្ញុំគិតថាអត្ថប្រយោជន៍របស់គម្រោងគឺថាមានល្អព្រោះថាក្រោយពីយើងមានគម្រោងហើយយើងឆ្លុះបញ្ចាំងទៅលើការកាត់បន្ថយឧទាហរណ៍ថាអំពើហិង្សាពីមុនមកគេមានអំពើហិង្សាគេគិតថានេះជាកម្មផលរបស់គេគេអត់ដឹងថាយើងទ្រាំបានគេគិតថាជាកម្មផលរបស់គេគេគិតថារកផ្លូវច្បាប់ដើម្បីឲ្យជួយដោះស្រាយគេទេពីមុនណាចាគេអត់រត់រយើងទេគេគិតតែកម្មផលឲ្យទ្រាំឲ្យប្តីនឹងធ្វើបាបខ្លួនតែឥឡូវនេះមួយចំនួនជាក់ស្ដែងគឺបានរត់មករកយើងពិសេសកាយឡៃកិច្ចការនារីក៏ដូចជានាងខ្ញុំផ្ទាល់ដែរគេបានមកជួយថាឥឡូវនេះប្តីគេធ្វើបាបគេទ្រាំមិនបានទេគេបានសម្រេចចិត្តតែមានការលែងលះហើយទៅខាងយើងនេះគឺយើងជួយខាងផ្លូវច្បាប់បើមានការលែងលះគឺយើងជួយជូនទៅដល់រកផ្លូវច្បាប់ទៅដល់តុលាការឬក៏ទីកិច្ចការនារីជាដើមគឺយើងនៅក្នុង LAC ហ្នឹងគឺយើងមានមេធាវីគម្រោងបណ្ដាញសុខភាពគ្រួសារយើងមានមេធាវីស្រីយើងហ្នឹងសប្តាហ៍ថ្ងៃហ្នឹងមានមេធាវីហាក់បីដូចជាយើងមានលុយមួយថង់នៅផ្ទះចាហើយបើសិនជាយើងគ្មានមេធាវីទេយើងពិបាកនឹងការធ្វើការណាតាក់ទងដំណើររឿងក្តីទៅតុលាការស្ទះរឿងកន្លែងណាគឺយើងមានមេធាវីក៏យើងចូលទៅឆែករឿងហ្នឹងនៅក្នុងដំណើរការក្តីរឿងតុលាការហើយគាត់ការពារស្ត្រីនៅក្នុងសវនកម្មមាននៅក្នុងពោលថាឲ្យចែកណែចង់ឲ្យជួយឲ្យអង្គការនឹងដូចថាមួយខែអីអញ្ចឹងចុះមកជួយអប់រំប្រជាពលរដ្ឋនៅក្នុងភូមិឲ្យបានយល់ដឹងអំពីអំពើហិង្សានឹងឲ្យបានកាន់តែជ្រះជ្រៅទៅណាបើនិយាយចង់ឲ្យមានថាមានដៃគូអង្គការដៃគូជួយបន្ថែមទៀតដំណើរការកាន់តែល្អឡើងកាន់តែប្រសើរឡើងព្រោះថាមានអង្គការដៃគូនៅក្នុងនៅសហការជាមួយទាំងព័ត៌មានទាំងការស្វែងរកផ្លូវច្បាប់នោះដូចវាមានការយល់ដឹងបានច្រើនចំពោះប្រជាជនយើងណា